សូមគោរពជំរាបសួរលោកអ្នកបងប្អូនលោកគ្រូនេះគឺជាបងប្អូនសមាជិកនៃពួកជំនុំប៉ុនកិច្ចនគរសួរភេសឹកមកដល់ស្នាក់ការយើងហើយពួកយើងទាំងអស់គ្នាមានចំនួនលើសពី30គ្រួសារហើយពួកយើងជួបកង្វះខាតដោយសារតែភេសឹកមកនេះរយៈពេល4-5ថ្ងៃហើយមុនសង្គ្រាមហើយអញ្ចឹងការគ្រប់គ្រងនៅស្បៀងអាហាររបស់ផងយើងគឺមានការខ្វះខាតដូចជាអង្ករនំចំណីហើយនិងរបស់ប្រើប្រាស់ផ្ទះបាយនិងថវិកាសម្រាប់ទិញថ្នាំដើម្បីព្យាបាលដល់កុមារដែលទទួលបញ្ហាជំងឺអញ្ចឹងលោកអ្នកបងប្អូនគ្រូនឹកចាំសម្រាប់ពួកគាត់ផងហើយចូលរួមឧបត្ថម្ភតាមការគួរបាទអរគុណគ្រប់លីហើយពួកយើងស្ថិតនៅក្នុងភូមិតាសំឃុំអូស្វាយស្រុកទាំងផ្សាត់ខេត្តឧត្តរមានជ័យបាទអរគុណគ្រប់លីបាទតើអ៊ំរត់ភេសឹកមកពីខាងក្នុងនេះជួបទុកលំបាកអ្វីខ្លះអ៊ំទុកលំបាកទៅគ្នាតាមផ្លូវហើយមកដល់ហើយខំឡានគេធ្ងន់មកដល់យប់ព្រៀបមកដល់គេកយកដាលផ្លូវនោះបាទបានគេអ៊ំមកអ៊ំនឹងទៅខាងណាទេគ្រូអើយឲ្យគ្នាណាបាទហើយមិនចាញ់ទេបាទមានគ្រឿងហូបគ្រប់គ្រាន់ទេអ៊ំអត់គ្រប់ទេគ្រូអើយបានហើយគ្រូហើយបាទអត់មានលុយយកបានអីបានទៅបែកដានសងខាងទៅយើងខ្ញុំហ្នឹងបាទដូរឲ្យដានដោះដូរអាចារ្យហ្នឹងបាទខ្ញុំរើបាន42ម៉ឺនគ្រូបាទបានរើមុនទៅលេងខូចយ៉ាងខ្ញុំកណ្ដាលបានបែកដានឡើងញ៉ៃតាមផ្លូវបាទហើយមានទុកលំបាកអីទៀតទេមានអញកំឡាមួយជំនួយទៅកាត់ដូចពីដៃខ្ញុំត្រៀមមកបានសពបែបយ៉ាងធ្វើហាត់ទៅភីទៅយើងដឹងខ្លួនផង